ថ្ងៃទី13ខែ11ឆ្នាំ2025ការវិភាគតារាងប្រចាំថ្ងៃរបស់កូដថាមពលទិញកំពុងខ្លាំងឡើងតម្លៃមាសបានបើកទីផ្សារនៅ 4195.553 និងមានតម្លៃមធ្យមប្រចាំថ្ងៃមកនៅ 4160.552 តម្លៃនៅតែរក្សាភាពរឹងមាំលើសពីខ្សែចំណាំមធ្យម30ថ្ងៃម៉ែ30តែស្ថិតនៅ 4074.1 បញ្ជាក់ពីទស្សនៈថាទីផ្សារមាននិន្នាការឡើងខ្លីសញ្ញាទិញនៅតែមានសុពលភាពព្រោះតម្លៃត្រូវបានគាំទ្រដោយការទិញឡើងវិញពីក្រុមអ្នកលេងធំប្រសិនបើតម្លៃមាសនៅតែរក្សាលើតម្លៃបើកទីផ្សារអបនោះថាមពលឡើងអាចនាំឲ្យទីផ្សារឡើងដល់ pivot មួយនៅ 4245.10 ហើយគោលដៅបន្ទាប់ស្ថិតនៅ Case 4355.383 ដែលអាចជាតំបន់សម្រាប់លក់រកប្រាក់ចំណេញប្រសិនបើថាមពលឡើងបន្តផ្ទុយទៅវិញប្រសិនបើតម្លៃមាសត្រឡប់ចុះក្រោមតំបន់គាំទ្រដំបូងគឺ Pivot 2នៅ 4135.552 បន្ទាប់មកជាតម្លៃបប 4160.552 បើតម្លៃធ្លាក់ក្រោមតំបន់ទាំងនេះអាចបង្កឲ្យមានការលក់ខ្លីប៉ុន្តែទស្សនៈសរុបនៅតែវិជ្ជមានប្រសិនបើតម្លៃនៅលើខ្សែម៉ែ30ដោយសារទាំងស៊ុចអ្នកកខ្សែនិង Case បង្ហាញថាមពលខ្លាំងបន្តមាសនៅតែមាននិន្នាការឡើងប្រសិនបើវានៅលើខ្សែម៉ែ30ស្បែកជំនួយការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនត្រូវបានចាត់ទុកជាដំបូន្មានហិរញ្ញវត្ថុទេ